ជាដំបូងសូមគោរពនឹងជំរាបសួរបងប្អូនប្រជាជនខ្មែរទាំងអស់ជាទីគោរពរាប់អានប៉ុន្មានថ្ងៃកន្លងទៅនេះប្រទេសកម្ពុជាត្រូវបានឈ្លានពានដោយកងទ័ពយោធាសៀមផលប៉ះពាល់យ៉ាងខ្លាំងដែលទីលានត្រូវបានពាក់លីនៅក្នុងសមរភូមិហើយជនស៊ីវិលស្រូតត្រង់ត្រូវបានសម្លាប់ដោយយោធាសៀមសាលាជាច្រើននៅតាមបណ្ដាបន្ទាត់ព្រំដែននិងខេត្តមួយចំនួនដែលរងផលប៉ះពាល់ដោយសារទម្លាក់គ្រាប់បែកពីសំណាក់យោធាសៀមត្រូវបានបិទដំណើរការកុមារជាច្រើនត្រូវបានផ្អាកការសិក្សារៀនសូត្រហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកពីយោធាសៀមសម្បត្តិប្រទេសក្នុងពិភពលោកជាក់ស្ដែងមានប្រាសាទព្រះវិហារត្រូវបានបំផ្លាញនិងប្រាសាទគេដូនតារបស់ខ្មែរយើងគឺប្រាសាទតាក្របីក្នុងនេះខ្ញុំបាទក្នុងនាមជាប្រជាពលរដ្ឋខ្មែរសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជាហើយក៏សូមអរគុណដល់វីរៈកងទ័ពដែលបានខិតខំបដូរផ្ដាច់ដើម្បីការពារបូរណភាពទឹកដីអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សិល្បករសិល្បការិនី content creator ដែលបានជួយដល់បងប្អូនជនភេសកក្រុមការងារនៅតាមស្រុកឃុំនីមួយៗបានខិតខំយ៉ាងយកចិត្តទុកដាក់នៅក្នុងការជួយដល់បងប្អូនជនភេសកជាស្ដែងនៅក្នុងស្រុកបារាំងរបស់យើងសង្ឃឹមថាពេលដ៏ខ្លីខាងមុខសង្គ្រាមត្រូវបានបញ្ចប់សូមអរគុណ